លោកជ័យហេចាំបាច់ស្រ័យហើយខ្លាំងម្ល៉េះគឺធនជ័យហាញ់តាឆាប់ចូលទៅខ្ញុំកញ្ញាណាបាយមកម្ដេចគុណមានការអីអស់លោកព្រះរាជាទ្រង់ជ្រាបថាលោកជ័យមិនទាន់សគត់ទេទើបឲ្យខ្ញុំកណាមកសុំនិមន្តលោកជ័យចូលវាំងជាប្រញាប់ព្រោះព្រះអង្គមានការចង់ជួបលោកជ័យជាបន្ទាន់អាត្មាដឹងហើយតែអាត្មាត្រូវលាចាក់ព្រះភ្នោះសិនទើបអាត្មាងាយស្រួលដោះស្រាយការងារជាមួយព្រះអង្គចូលរួមជំនុំថ្ងៃនេះមិនមានទីស្មារតីលោកជ័យលោករហិតជើងឲ្យមានសង្ឃឹមទេក្រាបធនជ័យពិតជាឈ្នះក្រាបការជោគជ័យឡើយនៅខែឡើងពងពេញចិត្តឲ្យខឹងថាអ្នកភេលាចាញ់និងអ្នកភេលាខេម៉ែលោះសារលួចទាំងអស់គឺមានលក្ខណៈស៊ីមកខេនេះមីងអ្នកចាំងមីងអ្នកស៊ីនេះបិទដិតជ័យចំជាអស់ចាមែនមីងពូមីងឆាប់រៀបចំខ្លួនឲ្យលឿនទៅបញ្ញាទៅមើលបណ្ឌិតធនជ័យដោះប្រស្នាជាមួយនឹងចិនណាណែឲ្យវាហើយចុះក្រៃកូនជ័យរបស់ខ្ញុំស្លាប់ក្នុងទឹកទន្លេហើយឥឡូវមានបណ្ឌិតជ័យឯណាបោទៀតហ៎លោកគេឈប់អតើការចោទឆ្លើយប្រស្នាជាមួយអ្នកប្រាជ្ញចិននោះយ៉ាងមិនដែរពេលចិនអបដៃធ្វើជារង្វង់មូលប្រស្នានេះបានន័យថានគរយើងត្រូវបានទៅគេឯខ្ញុំលើកដំដៃបង្ហាញវិញបញ្ជាក់ថាមិនបានដាច់ខាតបន្ទាប់មកចិនលើកមករៀមដៃ5នោះគេចង់និយាយថាគេមានគ្នាច្រើនណាស់ឯខ្ញុំបង្ហាញមករៀមដៃ1គឺថាខ្ញុំមានតែម្នាក់ឯងប៉ុណ្ណោះដែលអាចបាយឈ្នះពួកឯងដោយឥតញញើតឡើយប្រសើរណាស់យើងចង់បានដំណឹងទាំងអស់នេះដើម្បីយកទៅទូលថ្វាយដល់ព្រះរាជាព្រោះថាព្រះអង្គទ្រង់ចង់ជ្រាបណាស់តើការដោះស្រាយប្រស្នាបន្តមានន័យយ៉ាងណាខ្លះសូមសម្ដេចចៅបាយកទៅទូលថ្វាយព្រះអង្គចុះគឺយើងមិនចោះចាញ់ចិនទេហើយមុននេះបន្តិចព្រះគ្រូសង្ឃរាជក៏បានមកសួរខ្ញុំរួចហើយដែរប្រហែលជាលោកយកទៅទូលថ្វាយព្រះរាជាផងក៏មិនដឹងមិញសម្ដេចព្រះសង្ឃរាជទើបនិមន្តចេញទៅដែរបើស្នើចិនដែលសម្ដេចព្រះសង្ឃរាជមានពុទ្ធិកាដូចជាសមហេតុសមផលដែរប្រកបដោយផ្នែកពិសេសអញ្ចឹងគ្មានអ្វីគួរបារម្ភទៀតឡើយអូសម្ដេចចៅមកហើយពីនៅផ្នែកពិសេសសូមក្រាបថ្វាយបង្គំព្រះអង្គសុខជ័យពីនៅផ្នែកពិសេសសម្ដេចចៅបានដឹងប្រស្នាចិនហើយមែនទេរឿងនេះទូលព្រះបង្គំក៏ចង់ទូលថ្វាយចំពោះប្រស្នានេះដែរក្រាបទូលបើអញ្ចឹងលោកនិយាយមកមើលយ៉ាងពីខ្លះពីនៅផ្នែកពិសេសសមហេតុផលមែនអស់លោកសម្ដេចចៅវណ្ណនិយាយដូចជាម្យ៉ាងដែររឿងនេះសម្ដេចព្រះសង្ឃរាជមានពុទ្ធិកាក៏ដូចជាម្យ៉ាងដែរព្រោះកន្លែងគឺសុំគឺនៅថ្លៃពិសេសអូបណ្ឌិតជ័យជើញសូមក្រាបថ្វាយបង្គំព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រោះកន្លែងគឺសុំសូមអរព្រះគុណក្រាបទូលតើសេចក្តីដល់ប្រស្នាជាមួយចិននោះយ៉ាងណាខ្លះបានជាសម្ដេចព្រះសង្ឃរាជមកទូលយើងផ្សេងឯសម្ដេចចៅមកទូលយើងផ្សេងទៅវិញពុតមើលឲ្យក្រាបទូលប្រស្នានេះទូលព្រះបង្គំដឹងច្បាស់ថាលោកទាំងពីរនាក់ហ្នឹងច្បាស់ជាមកទូលថ្វាយព្រះអង្គម្នាក់ម្ដងដើម្បីយកគំគូទើបទូលព្រះបង្គំមកបកស្រាយដាច់ដោយឡែកពីគ្នាហើយមានអត្ថន័យអាចយកជាការបានក្រាបទូលអាជីឬជាអត្ថន័យពិតយ៉ាងណាទៅក្រាបបង្គំទូលចិនអបដៃទាំង5គឺគេសួរថាក្នុងទ្វីបទាំង5នេះមានទ្វីបអ្វីខ្លះទូលព្រះបង្គំបត់ដុំដៃទៅវិញបង្ហាញថាមានភ្នំព្រះសុមេនៅចំកណ្ដាលចិនបង្ហាញមករៀម5មកទៀតគឺបានន័យថាមានព្រះពុទ្ធ5ព្រះអង្គត្រាស់នៅក្នុងកាប់នេះក្រាបទូលទើបទូលព្រះបង្គំបង្ហាញមករៀមដៃមួយ
នោះមានន័យថាមាន5ព្រះអង្គមែនប៉ុន្តែត្រាស់បាន4ព្រះអង្គហើយនៅមួយព្រះអង្គទៀតមិនទាន់ត្រាស់ប្រស្នានេះមានន័យច្បាស់លាស់ត្រឹមត្រូវណាស់ក្រាបទូលអូច្បាស់លាស់ត្រឹមត្រូវណាស់សំហេតុសំផុតអញ្ជើញពលព្រះករណីផ្លូវពិសេសមកនាំគ្នាមកណែក្មួយស្ដាប់តាមអញ្ជើញណាលឺអូច្រើនណាស់ឆាគ្រឿងល្អណាស់អរគុណទាំងអស់គ្នាហើយណាដាក់ត្រង់ឡើងចុះអត់តែយើងក្មេងៗចូលមកចាខ្ញុំអង្គុយនេះអង្គុយទៅអឺអត់កន្លែងមិនមកចាំទេបីពួកឯងចាំមើលណាបើឃើញអ្នកប្រាជ្ញស្រុកចិនមកដល់ចូលពួកឯងនាំគ្នាអានអក្សរនៅលើกระดาษនេះឲ្យខ្លាំងពួកឯងអានយ៉ាងម៉េចក៏បានដែរត្រូវស្រែកឲ្យខ្លាំងកុំមកធូរដៃឲ្យសោះឥឡូវនេះពួកឯងទាំងអស់គ្នាចាប់ផ្ដើមសាមើលទៅឲ្យត្រូវគ្នានាំគ្នាមកស្ដាប់ណាឥឡូវអ្នកប្រាជ្ញស្រុកចិនមកឲ្យពួកឯងសេះត្រង់សិនទៅកុំជើញទៅកណោះបានហើយបំបាយគ្នាចុះណាបំបាយគ្នាចុះបានហើយចុះអានទៅតើលោកអ្នកប្រាជ្ញដល់ដំស្គាល់តួអក្សរដែលក្មេងទាំងនេះអានទេពួកខាងមិនដែលឃើញនឹងលើអក្សរអីបែបនេះទេអូបើអញ្ចឹងពួកលោកចាញ់យើងត្រឹមអក្សរនេះហើយព្រោះបើពួកអ្នកមិនស្គាល់តួអក្សរនេះมันអាចឆ្លើយដល់ប្រស្នានឹងគ្នាបានឡើយគឺតួអក្សរនេះគេហៅថាអក្សរមិនឆ្វេងអក្សរព្រាហ្មណ៍ណាពាក្យថាចាញ់នេះមិនមែនចាញ់ត្រឹមតែព្រឹកនេះទេគឺចាញ់តាំងពីម្សិលមិញមករហូតតើពេលនេះត្រូវឲ្យដល់ប្រស្នាទល់មុខនឹងគ្នាដូចម្ដេចនឹងកើតទៅបើសំបីតែអក្សរដែលយើងដាក់ឲ្យកូនក្មេងរៀនអ្នកឯងមើលមិនដាច់ទៅហើយអ្នកប្រាជ្ញស្រុកចិនអន់ណាអន់ចិនកុមារនៅស្រុកខ្មែរយើងទៀតធនជីអ្នកបានធ្វើឲ្យប្រទេសជាតិទទួលជ័យជំនះខ្លាំងណាស់នៅពេលនេះទ្រព្យសម្បត្តិក៏រងជួបយ៉ាងច្រើនទៀតតើអ្នកបណ្ឌិតមានបានទុកទ្រព្យសម្បត្តិទៅនោះខ្លះទេទូព្រះបង្គំមិនបានទុកអ្វីទេក្រាបទូលធនជីឯងបានជួយយើងច្រើនណាស់ហើយឯងក៏ល្មមវ័យយកគូត្រកដែរដូច្នេះអញឲ្យអាយរើសស្រីក្នុងវាំងទាំងអស់នេះចាំមិនអោខ្លាំងណាស់មែនដែរគ្នាឯងនេះក៏ចឹងដែរបើពេញចិត្តឯងយកធ្វើជាប្រពន្ធចុះឯងទ្រព្យសម្បត្តិគឺមិនខ្វល់ឡើយទូព្រះបង្គំមិនយកស្រីនៅក្នុងវាំងធ្វើជាប្រពន្ធទេព្រោះពួកនឹងមិនមែនជាស្រីទេគឺសុទ្ធតែជាញីក្រាបទូលមិនលឺទេសំមុខហើយបណ្ឌិតធនជីចុះឯណាស្រីពិតនោះមែនហើយបណ្ឌិតជ័យតើរកស្រីពិតនៅណៃណាទៅខ្ញុំធានាថានឹងរកឲ្យបានសូមព្រះអង្គព្រះរាជទានសម្ពុតព្រះហូលឲ្យបានច្រើនដើម្បីឲ្យទូព្រះបង្គំស្វែងរកស្រីពិតក្រាបទូលថ្ងៃយប់ដើរស្កាត់រិះរកស្រីប្រឡោមសុំក្តីដោយស្នេហាស្វែងរកស្រីពិតសពលក្ខណៈប្រាថ្នាជាគូគប់មេត្រីដើរស្កាត់តាមភូអូត្រពាំងចាំឃ្លាំក្រែងមានសពស្ត្រីប្រកបទៅដោយកល្យាណីប្រពៃសម្រាប់ចិត្តស្វែងរកមានរូបគួរចាប់ចិត្តឬពិតជាស្រីបញ្ចមិត្តកល្យាណីទេដឹងលាក់បាំងអីនាងខ្ញុំមកពីស្រុកឆ្ងាញ់ណាស់ដើរយូរអស់ជើងហើយចុកស្រពន់ឲ្យខ្ញុំសម្រាប់ទីនេះផងគ្រាន់បានជជែកលេងបានទេ
ទេមិនបានទេស្រុកខ្ញុំប្រកាន់ណាមិនចាំមកតាមទៀតហើយ តាមកស្អាតនាងភូមិនេះមានស្រីទេ អ្នកនៅភូមិណាភូមិនោះមានប្រុសទេ ស្រុកបងមានប្រុសតើនាងស្គាល់ទេយ៉ាងដូចម្ដេចដែលហៅថាប្រុសនោះគេឈ្មោះអ្វី ខ្ញុំស្គាល់ប្រុសនោះឈ្មោះជ័យជ័យនោះមានន័យថាឈ្នះអស់មួយផានដីលោកតែឈ្នះយ៉ាងហ្នឹងហើយទៅហៅថាប្រុសចុះបងស្គាល់ទេដោយមិនដាច់ទៅហៅថាស្រី ដែលហៅថាស្រីគឺនាងនោះឈ្មោះថាសួស្ដីបានន័យថាគឺសេរីសួស្ដីក្នុងដែននេះនឹងរកឈ្មោះណាមកប្រដូចគ្មានចុះនាងខ្លាចទេ ប្អូនអត់ខ្លាចទេបងចុះបងក្រែងទេ បងអត់ក្រែងអ្វីទេចុះបងសួរនាងថាខ្លាចឬទេតើនាងយល់ដូចម្ដេចដែរ បាត់មកគ្នាលើទេណានេះហើយនេះទៅណាសួស្ដី ថ្ងៃក្រោយជួបគ្នាអូមើលនៅវិញ បងតាំងហើយបងប្រុសសួរថាខ្ញុំមានប្តីហើយឬនៅបងមានប្តីត្រូវខ្លាចប្តីជេរចុះខ្ញុំសួរបងថាបងក្រែងឬទេតើបងយល់យ៉ាងណាដែរ បងដឹងហើយគឺបងអូនចង់សួរថាបងមានប្រពន្ធហើយឬនៅបើបងមានប្រពន្ធហើយខ្លាចក្រែងប្រពន្ធប្រចាំណាស់ទេ តើអ្នកកំណត់ទៅណាមកណាបានតែមានបំពេចហូរនឹងប្រែតាមយ៉ាងនេះ បាទខ្ញុំយកហូលនឹងប្រែនេះដើម្បីស្វែងរកប្រពន្ធស្រាប់តែបានជួបនឹងអូនសួស្ដីខ្ញុំពេញចិត្តណាស់ខ្ញុំយល់ថានាងពិតជាស្រីមិនមែនញីនោះទេហេតុនេះបើលោកឪពុកអ្នកម្ដាយព្រមឲ្យខ្ញុំធ្វើជាកូនប្រសានោះខ្ញុំនឹងព្រមនៅបម្រើជាកូនជាចៅនៅក្នុងផ្ទះដងទឹកបុកស្រូវកាប់អុសមិនខ្ជិលចោលឡើយ មិនអីទេយើងព្រមលើកឲ្យឯងតែចូលឯងទៅទិញមាន់ទាជ្រូកនិងអណ្ដើកយកមកឲ្យយើងតែបើឯងទិញអណ្ដើកមិនបានទេនោះមេបារបស់យើងមិនទទួលឡើយ ចាស់ចាស់នេះចង់លបងប្រាជ្ញាជាមួយអញហើយតាអញនឹងធ្វើឲ្យគាត់ឃើញច្បាស់នៅពេលនេះម្ដងចូលអ៊ំយកពាក្យរបស់ខ្ញុំទៅជ្រើសរើសមនុស្សនៅក្នុងភូមិគឺរកប្តីប្រពន្ធដែលរៀបការពីកំឡោះក្រមុំហើយឲ្យឈ្មោះថាមេអណ្ដើកតើមានឬទេ វាមិនអីទេក្មួយចាំអ៊ំជ្រើសរើសឲ្យបានគ្រប់ចំនួនណា ហើយយាយអកត្រូវរកឲ្យបានស្រី8នាក់ដែលរៀបការពីក្មេងឲ្យឈ្មោះថាកូនអណ្ដើកនឹងត្រូវរកមនុស្សប្រុសចំណាស់ម្នាក់ដែលមានប្រាជ្ញាបោហាវៀងវៃឲ្យឈ្មោះថាចៅមហាចូលដល់ថ្ងៃថ្មីសេរីល្អមានរិទ្ធបវរថ្ងៃជ័យជោគថ្ងៃអ្នកបណ្ឌិតខំស្វែងរកជំរកប្រកាសពិតមង្គល ចូលរួមជំនុំថ្ងៃនេះមិននឹងមានកិច្ចការអីទេមើលទៅណាថនជ័យឯងថាទៅរើសស្រីពិតមកធ្វើជាប្រពន្ធនោះបានហើយនៅ បាទខ្ញុំរើបានហើយប្រពន្ធខ្ញុំជាស្រីពិតមិនមែនជាញីដោយប្រពន្ធអស់លោកមន្ត្រីនោះទេ ប្រពន្ធឲ្យជាស្រីពិតនោះយ៉ាងណាទៅមិនក៏មិននាំឲ្យយើងបានស្គាល់ផង បាទគង់តែបានស្គាល់ទេឥឡូវនិយាយពីរឿងនេះវិញវាប្រសើរជាង គឺយើងលេងល្បែងភ្នាល់តើអស់លោកហ៊ានភ្នាល់ជាមួយខ្ញុំទេ ភ្នាល់អីទៀតហើយនិយាយឲ្យឆាប់មកមើល បានតើពួកអស់លោកហ៊ានភ្នាល់ទេខ្ញុំអាចប្រើព្រះរាជាបានណា យើអជ័យឯងហ៊ានមើលឯងតាមមកលឹងផងហ៎ណែអជ័យឯងនិយាយថាឯងអាចប្រើឯងបានមែនទេ ទូលព្រះបង្គំមិនហ៊ានប្រើទេតែបើព្រះអង្គទ្រង់បែរប្រភពទៅខាងក្រោយនោះទើបទូលព្រះបង្គំហ៊ានប្រើក្រាបទូល ឥឡូវឯងបែរទៅក្រោយចាំអីទៀតឯងប្រើអញទៅមើល កាប់ពិតទូលព្រះបង្គំមិនហ៊ានប្រើព្រះអង្គឲ្យទៅលីសែងរែកពុនអីទេប៉ុន្តែត្រង់ទូលព្រះបង្គំឲ្យព្រះអង្គបែរប្រភពទៅខាងក្រោយហើយព្រះអង្គព្រមបែរប្រភពតាមគឺត្រង់នឹងហើយដែលហៅថាប្រានុក្រាបទូល đây mày bây giờ ngày đi đôi chia sẻ bay chắc chắn mình bắt thế đi. Nhầm có sợi chắc Ồ, được tao vẫn hỏi phim cột chị ấy, xuống đây cô, xuống đây. Đây, cột chị, ui tôi bao tiền ăn, ui bán say cột chị, cái này đâu đâu. Ôi, đây xuống đây, mày biết à? Ôi, cột chị này, bay tiền cột, ôi chào đã đi, ôi xuống bay tiền cột, đây xuống đây, ở trong đô la cột đây, ôi bỏ anh mò, ôi cột này cột, đây, ở trong đô la cột, bay đi, đây cột, ở đây cột, đây cột, khiếp dùng hai chân bên đây, khởi cột được bay. បងឃើញទេបងថាមន្ត្រីទាំងអស់នោះជំពាក់មាសពេជ្របងច្រើនណាស់
នេះបងទាមិនទាន់អស់ផង ទ្រព្យសម្បត្តិទាំងនេះមួយចំណែកធំត្រូវតែយកទៅធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រខ្សត់និងជួយឧបត្ថម្ភផ្នែកខាងព្រះពុទ្ធសាសនា ទូលព្រះបង្គំរាល់គ្នាក្តៅក៏ហើយព្រោះតែចាញ់ប្រាជ្ញាធនជ័យបើឲ្យធនជ័យនៅក្នុងនគរនេះយូរតទៅទៀតពិតជាមិនបានទេក្រាបទូល ចិត្តពួកអស់លោកមន្ត្រីអីក៏ដូចចិត្តយើងមិនដែរយើងកំពុងតែជិះចាប់នៅអាជីនេះឯងនៅមិននៅមិនគួរឲ្យវាប្រើឲ្យងាកក្រោយបានសោះនឹកឡើងគួរឲ្យខ្មាស់អៀននឹងវាណា ធនជ័យក្តុកក្តួលចិត្តពន់ពេកភ្នែករេសម្លឹងរាជបូរីដីមាសដីប្រាក់មានតម្លៃឥឡូវឃ្លាតកាយទៅស្រុកគេចិត្តនឹកអាល័យអ្វីគ្រប់មុខដែលធ្លាប់រស់សុខពុកនឹងម៉ែម្យ៉ាងនឹកភរិយាស្ងួនមាសស្នេហ៍រស់តែឯងកណ្ដែងចិត្តនឹកធ្លាប់សាសងលបងបញ្ញាដោះស្រាយបញ្ហានឹងវមុតលុះដល់ចាស់ទុំស្ម័គ្រចូលចិត្តគិតគូផ្គូផ្គងបងនឹងអូនមកដល់ដីចិនសែនស្រណោះខុសប្លែកទាំងអស់ពីចិត្តបងឃើញតែសាគេប្លែកតែបងជីវិតត្រូវផ្សងប្រេងទៀតហើយដើរមើលសពគ្រប់ភពហេតុការកាត់ព្រៃចូលផ្សារមាសបងអើយគេលក់ហូហែចិត្តសែនស្បើយនឹកឃើញត្រានត្រើយហើយនឹងបងធ្វើនំបញ្ចុកនៅស្រុកខ្មែរញាតទិញហូហែមិនរំលងបងជន់ដាក់ប៉ែននឹងនួនល្អអ្នកភូមិប្អូនបងចូលចិត្តក្រៃធ្វើឲ្យបងនឹកឃើញអណែកបងធ្វើនំនែកនឹងកែច្នៃលក់ឲ្យរាជចិនហូបអាស្រ័យឲ្យស្គាល់ស្នាដៃនំខ្មែរយើង Xì là cái gì là cả đầu ông cho con mình hót bài là mơ mình gì đấy tự nhiên tục gì ngon xì là mai bạn tụi mình công xong kẹp thì bây giờ bằng cung kẹp tu đây là luôn mình chọn mà lo kẹp tu ai nâng hai lứa đã li bê tha chết vơn nông sở say vàng vàng hỏi chi ngay plek mặc học kê nục grab tu tu bằng cúng cho chết vơn mến grab tu hỏi nông ni cái hàng ở vậy tao grab bằng cúng tu cái hai thằng nông bình chốc nông bình chốc à ba anh chân à sao li bao mươi chăng mơត្រូវចាប់លើកឲ្យខ្ពស់ឡើងលើហើយដាក់បញ្ចូលទៅក្នុងមាត់ទៅបានក្រាបទូលលើកឲ្យខ្ពស់ទើបលាក់ចូលមកបាំងក្រាបទូលវ៉ាពិបាកវិញទៅនេះស៊ីដល់មីឡងមើលទៅមុខស្រីស្រុកចិនដូចមុខឆ្កែមើលមុខស្រីស្រុកខ្មែរដូចខែពេញបរមីអាអ្នកមុខលើមិនទុកឯងមិនដូចមុខលីបយើងប្រៀបដូចជាមួយស្កែមើលលោកមហាអភិឡាយឆាប់នឹងជាអោយស៊ីណាចាប់អាអ្នកលុំមិញទុកនេះយកទៅលាក់គុកហើយធ្វើទីលុនកម្មឲ្យគ្នាឡើងបំផុតភ្លោះអីវាហៀងមើងនេះបើចេះស្ដាយរបស់យើងអូចង់ទៅណាបានច្រើនណាស់បងមិនទៅកូនមានបានទទួលដំណឹងពីប្តីឯងខ្លះទេហ៎បងចៃគាត់បានទៅដល់ស្រុកចិនហើយព្រោះព្រះរាជាបញ្ជាឲ្យទៅ
តែគាត់ផ្ដាំថា5-6 ខែទៀតគាត់នឹងមកវិញហើយសូមកុំឲ្យខ្ញុំនិងពុកម៉ែព្រួយឲ្យសោះ អូយសាធុពុកអរណាស់កូនជ័យនេះចិត្តបានត្រឡប់មកវិញហើយណា ក្នុងគុកសម្រិតសែនត្រជាក់ញយញាក់ស្ពឹកអស់ទាំងជើងដៃអនិច្ចាអាណិតខ្លួនពេកក្រែងម្យ៉ាងនឹកសួស្ដីជាភរិយាអបសុកក្នុងចិត្តខុសប្រក្រតីបបួលមិត្តថ្មីទាំងញយញាក់ដល់បោកចំបាប់ផ្ទះតបធាក់រួចហើយក៏ស្ម័គ្រធ្វើខ្លែងឯងខ្លែងកើតបង្ហោះទាំងរាត្រីស្ដេចចិនភិតភ័យសូចំលែងហៅហៅរាទីមិនចាំស្អែកសំលេងចំឡាញ់ជាសត្វអ្វី ជាងលេខឃើញជីបានណាកាប់ទូបានជាសឹកចំឡែកវាមកយំលើទីមពោចំណាក់លេបពីអងអល់យប់នេះពុំមានគឹកហេតុមានសវកក្នុងតែនគរកាប់ទូបើសឹងជាហុកសឹកអុកទីបាក់នេះខឹងណាវាឡើងស៊ីអស់ទាំងនេះក្នុងនគររបស់យើងខាងឡៃកាប់ទូ ចុះអុកទីបាក់នេះកើតឡើងព្រោះហេតុអ្វី អុកទីបាក់នេះតាក់ឡើងមកពីមានអ្នកប្រែកនៅនគរខេម៉ែពេលនេះអ្នកពីឡៃដែលគេឡើងក្នុងធ្វើជាអ្នកលុតនំចុកកំពុងជាប់គុកសម្រាប់លេបរបស់យើងបើបឹងជុំគេឲ្យត្រឡប់ទៅនគរខេម៉ែវិញនោះទឹកនេះគួរយើងបាំងសុកស៊ីបៃកាប់ទូ ហើយយើងមានឡើងថាគេនឹងជាអ្នកភីឡៃសោះសុំកុំខឹងនឹងយើងឥឡូវយកបញ្ជារបស់យើងទៅដល់លេងគេជាប្រញាប់ហើយនាំគេមកជួបយើង ព្រះអង្គស្លាយាងមកកាន់លងស៊ីងនំហើយព្រះអង្គស្លាយាង សូមព្រះថ្វាយបង្គំព្រះអង្គសូមព្រះអង្គមានទីទុំយើងយូរមើលស៊ីណាអស់លោកទាំងអស់គ្នាសូមអញ្ជើញរកកន្លែងគួរសមអរព្រះគុណព្រះអង្គអរអ្នកភីឡៃធុងជេចូលកយើងចុះអ្នកភីឡៃធុងជេចូលកអ្នកភីឡៃធុងជេចូលក សូមក្រាបថ្វាយបង្គំព្រះអង្គ នេះអស់ហើយអ្នកភីឡៃធុងជេរកកន្លែងគួរសម សូមអរព្រះគុណ និយាយអញ្ចឹងលោកអ្នកភីឡៃសត្វដែលយំនោះឈ្មោះហៅថាសត្វអីទៅយើងភីឡៃសួរ ក្រាបបង្គំទូលឈ្មោះហៅថាសត្វអត្រីនឹងក្រាបទូល សត្វអង្ធីហ្នឹងចុះហុករៀងវាយ៉ាងម៉េចលែបានជាយំលឺខ្លាំងនេះលែហើយចុះសត្វឯណាសត្វនោះ ក្រាបទូលទូព្រះបង្គំសូមរាជញ្ញាណឲ្យគេនាំចូលមកក្រាបទូល ព្រោះញ៉ាំឲ្យគេយកចូលមកយកសត្វជិងលេខចូលមក ថ្លៃបង្គំកាប់ទូ ចំលែងណាស់នោះ ក្រាបបង្គំទូលសត្វនេះឈ្មោះថាខ្លែងឯងធម្មតាសត្វខ្លះវាយំនឹងមាត់ឯសត្វនេះវាយំនឹងស្នែងក្រាបទូល យើងលែឃើញទេសត្វអីចម្លែកយ៉ាងនេះគួរឲ្យខ្លាចណាស់ សាងល្អមិនក្រមួយជីវិតពេលនេះបណ្ឌិតអ្នកធនជ័យវិលចូលកំណើតរាជបុរីដោះដៃពីចិនដោយបញ្ញាជួបស្រីសំណប់គប់ហារតីគឺនាងសួស្ដីស្រីធីតាព្រមអ្នកមានគុណទាំងទ្វេហានិងញាតិទេកាក្នុងភូមិផងធ្វើបុណ្យដាក់ទានសាងកុសលផ្ដល់ទ្រព្យធនធានមានបំណងសម្រាប់ភាពក្រញាតិប្អូនបងដោះទុកកន្លងផុតពីភ័យក្សិណនោះដំណឹងក៏ទៅដល់ស្ដេចជលអាណិតបណ្ឌិតជ័យបញ្ជាចូលគាល់ក្នុងបុរីទាំងនាងសួស្ដីស្រាយបញ្ញា ស្អីក៏ដោយក៏យើងនៅតែកោតតែញើប្តីប្រពន្ធឯងជានិច្ច តែថាបើប្រៀបធៀបនឹងព្រះបញ្ញារបស់ព្រះអង្គគឺពុំបានឡើយ ឥឡូវចូលធនជ័យឯងធ្វើខ្លែងឯងនោះបង្ហាញឲ្យយើងមើលផងមើលជើងចង់ដឹងថាតើខ្លែងនោះវាចម្លែកឲ្យស្ដេចកងចិត្តរថញាប់ញ័របាន បញ្ហាខ្លែងនេះគ្មានអ្វីជាអាចកំបាំងទេក្រាបទូលព្រះបង្គំនឹងធ្វើឲ្យបានជាក់ស្ដែងព្រមទាំងបង្ហោះថ្វាយព្រះអង្គទោសទៀតផងក្រាបទូល Hello.
អើយអរលោកឃើញទេអូយល្អណាស់នេះ ពិសេសពិតមែនហើយគួរឲ្យសរសើរណាស់ គិតទៅធនជីចំចអស់ចាំហើយ បែរហើយក្រាប ខ្លាញ់ឯងនេះសំលេងពីរោះណាស់ហើយជាលបែងកំសាន្តនៅពេលរដូវរមាហើយល្អប្រពៃទៀតផងដូច្នេះចាត់តាំងពីពេលនេះទៅឲ្យតែដល់រដូវរមាហើយត្រូវតែឲ្យប្រជារាស្ត្រទាំងអស់រៀបចំធ្វើជាខ្លែងបង្ហោះលេងជាលបែងប្រពៃណីតោះយើងទៅ កើតចាស់ឈឺស្លាប់ជាធម្មតាទោះឋានៈណារាជសេដ្ឋីអ្នកក្រអ្នកមានស្ដេចផែនដីក៏ជិះពីខ្សែមិនរួចឡើយធនជ័យបណ្ឌិតគិតបញ្ញាផ្ដាំប្រាប់ភរិយាមាសបងអើយពេលបងស្លាប់ទៅអ្នកត្រានត្រើយស្ងួនអើយនាងស្ដាប់បងពិចារនាងធ្វើចំរោងដោយឫស្សីប្អូនស្រីត្រូវកោដោយបន្លាលើភ្នោដាំដើមខ្ញាយរក្សាការពាររៀមរាណាស្ងួនភ្ងាតែមុននឹងស្លាប់អូនសួស្ដីសូមយាងចក្រីមហាក្សត្រាចង់ជួបព្រះភ័ក្ត្រផ្ដាំវាចានោះទើបរៀមរាស្កប់ហារតីឥឡូវសូមព្រះអង្គកុំភ្លេចអសោះថាបើសោយត្រីព្រួលកុំចោលស្រកាបើសោយត្រីប្រាកុំចោលស្រកីហើយបើស្លោក្បាលត្រីសណ្ដាយត្រូវដាក់មកជូរសណ្ដាន់សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ចងចាំកុំភ្លេចឲ្យសោះ តើពីបណ្ដឹងរបស់បណ្ឌិតឯងអត់តែប៉ុណ្្នឹងទេ ក្រាបទូលមានតែប៉ុណ្្នឹងទេតែពាក្យនេះជាពាក្យដែលមានតម្លៃបំផុតសម្រាប់ជីវិតទូព្រះបង្គំ តើមានន័យថាយ៉ាងណាអ្នកបណ្ឌិត ស្រេចតែព្រះអង្គទ្រង់ព្រះតម្រេះទៅចុះពេលទូបង្គំស្លាប់មិនបាច់ធ្វើបុណ្យធំដុំឲ្យទូបង្គំទេគ្រាន់តែឲ្យគេកប់ កុំអីបងជ័យ ភ្នោតូចមួយទៅបានហើយទូព្រះបង្គំ បងជ័យ លាព្រះអង្គហើ បង យ ជ័យបងជ័យបងមិនអីទេបងជ័យ ជ័យ បងជ័យបងរស់មកវិញមកមិនក៏បងទុកចោលអូនឲ្យនៅម្នាក់ឯងអូនគ្មានទីពឹងទេណាមកជ័យណាជួយបងឯងណាខ្ញុំនិយាយទៅដល់ហើយណានោះណាអូនោះណាជ័យមួយទៅឃើញទៅទួតខ្លាំងណាស់អីមែនហ្នឹងខ្លាំងណាស់ នេះចាំដល់ពេលខ្ញុំមិនដឹងស្មានទេខ្ញុំនៅរត់ទៅចាញ់ខ្យល់យើងខ្លាំងណាស់ណាហើយមកគ្នាទៅជួបដាក់ក្នុងវានោះដាក់ក្នុងយ៉ាងអត់ចិត្តតែម្ដងទៅជួបដាក់ក្នុងវាមិនបានទៅដល់តែអបដល់នេះទៅទៅរបស់វាគ្នាយកទៅយកទៅវិញមកទៅអីយើងការទៀតទៅជួបដាក់ក្នុងវាមែនទេ